បាទជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាហើយនេះយើងចាប់ដួងធ្វើមេពូទៀតហើយដោយសារបងប្អូនខ្លះគាត់អត់ដឹងគាត់ថាដួង25ថ្ងៃ30ថ្ងៃគាត់ចង់យកទៅហូបពេលខ្លះគាត់ចង់យកធ្វើមេពូធ្វើវាបានតែអត្រាងាប់វាច្រើនបងតែបើថាដួងនេះគ្រប់អាយុបងមើលដួងបាទប៉ុណ្ណឹងណាពណ៌ឡើងអែមបងមើលយើងចាក់ស្ដែងបាទហ្នឹងហើយដួងនេះអាយុគ្រប់45ថ្ងៃ45ថ្ងៃជាងហើយនេះខ្ញុំចាប់ដើមធ្វើមេពូបាទបងដៃថ្មីដាក់ត្រឹមតែ800បានដូចខ្ញុំដៃចាស់ខ្ញុំដល់120ឬ150បាទធនដែលយើងត្រូវត្រៀមបាទសបកដងចាស់គាត់ណាចលក់ទៅទឹកចឹងបាទចង់ត្រាំក៏ត្រាំចង់ចលក់ក៏ចលក់ចឹងណាបងប្អូនលើកចឹងមកអូខេយើងមកដាក់ហើយរៀបធ្វើមិនឲ្យវាណែនណាបងប្អូនបាទខ្ញុំចង់ប្រាប់បងប្អូនថាដួងយើងចាប់ពីអាយុ45ថ្ងៃឡើងទៅលើណាបងណាបាទកុំយកដួងត្រឹម30ថ្ងៃយកមកធ្វើបាទអត់ដឹងថាថ្មីនេះបានមកពីណាទេបាទបងប្អូនឆាតមកសួរច្រើនបាទដឹងគ្រូរូបមន្តមកពីខាងណាខាងណីទេបាទមានអ្នកខ្លះដួង25ថ្ងៃអីគេចេះតែហូបកើតបាទសម្រាប់ខ្ញុំអ្នកចិញ្ចឹមបាទហើយនឹងអ្នកធ្វើមេត្តាបរៀនបងប្អូននេះគឺខ្ញុំបរៀនឲ្យបងប្អូនយល់ឲ្យបងប្អូនដឹងណាខ្ញុំអត់ចេះតែលុំមកទៅកុហកទៅបោកប្រាស់បងប្អូនទេបាទហើយសម្រាប់បងប្អូនដែលជឿជាក់បាទមកតាម YouTube ច្រើនបាទដែលគាត់មើលឲ្យបងខ្លះគាត់គ្រាន់តែមើលតែវីដេអូខ្ញុំគាត់អាចចាប់មេពីព្រៃគាត់អាចធ្វើបានបាទពិតជាសរសើរគាត់មែនហ្នឹងហើយអាហ្នឹងគាត់អត់ទាន់បានការណែនាំពីខ្ញុំហើយគាត់ហ្នឹងគាត់ព្យាយាមមើលវីដេអូខ្ញុំតែបងប្អូនខ្លះវិញគាត់មិនដឹងមកពីណាពីណីទេបាទគាត់នឹងរៀនមកពីគ្រូណាគ្រូណីទេបាទអាខ្លះតែត្រឹមតែ20ថ្ងៃគាត់ចាប់យកទៅធ្វើម្ហូបឯងក៏ហូបអីចេញហើយគាត់តាំងពេលហូបមិនកើតបានគាត់ចាប់បានឆាតមកសួរបាទហើយបើសិនជាបងដែលបរៀនគេបងសុំបរៀនឲ្យមានការយកចិត្តទុកដាក់ផងកុំបរៀនដូចលេងសើចទេបងប្អូនណាបងដែលគាត់ទិញពីយើងយកទៅរៀនចិញ្ចឹមបាទគឺគាត់ទុកចិត្តលើយើងមកគាត់មកទិញយើងណាបើសិនជាបងបរៀនបន្លំបកើអញ្ចឹងដល់គាត់ធ្វើតែមិនបាទហ្នឹងហើយនេះបងប្អូនឃើញជាក់ស្ដែងបាទចាប់ដាក់ស្កៃដូងនេះខ្ញុំប្រើបានម្ដងហើយបាទនេះថាដាក់វាកាច់ច្បុកបានម្ដងហើយស្កៃដូងនៅថ្មីតែម្ដងបានន័យថាហែកពីដូងមកយើងអត់ទាន់បានប្រើគឺវានៅរៀងរឹងជាងនឹងតិចបាទតែនេះដោយសារយើងធ្លាប់ប្រើហើយយ៉ាងខ្លះវារុំហើយខ្លួនវាសឹកដើមនេះសបកវានៅរៀងស្រាលទុនណាបាទហ្នឹងហើយអូខេតែប៉ុណ្ណឹងហើយតែមកយើងចាប់ផ្ដើមដាក់ដួងចូលមកហើយរៀបអាហ្នឹងពីលើក្របហ្មងបាទដោយសារទូរស័ព្ទរោអញ្ចឹងនិយាយបានតែប៉ុណ្ណឹងអរគុណច្រើនអរគុណបាទនេះបន្ទាប់ពីយើងចលក់ទឹកហើយស្កត់វាហើយត្រាំវាហើយចលក់ទឹកនេះបាទយកមកដាក់លើហ្នឹងបាទយើងទុកប្រឡោះហើយនឹងតិចមកកាយវាប្រឡោះតិចចឹងណាហើយយើងចាប់ដើមរាប់ដួងយើងដាក់ចូលបងប្អូនបងចង់រាប់បើយល់ល្អមករាប់ដាក់លើហ្នឹងហើយទៅពេលហើយមកចាក់ចូលមកតែនេះខ្ញុំអត់បានរាប់ទេបាទឥឡូវរាប់ឲ្យបងប្អូនមើលទាំងអស់គ្នាមុនណាបាទ5បាទ10យើងរាប់ចឹងទៅហ្នឹងហើយ15ចេះទៅខ្ញុំអត់ដែរបើខ្ញុំវាធ្វើខ្ញុំដាក់ច្រើនដែរបាទនេះចន្លោះចូល100ជាងដែរវាអាចចូលដល់150 120 150 160ទេតែមិនអីព្រោះចន្លោះខ្ញុំដោយសារតែដៃខ្ញុំធ្លាប់ធ្វើបាទចន្លោះពី150ទៅថា150ចុះក្រោមបានអត់អីទេប៉ុណ្ណឹងបងប្អូនអានេះដោយសារខ្ញុំចង់ធ្វើបងប្អូនមើលបានរាប់តែបងប្អូនធ្វើសុំមេត្តារាប់តែបងដៃថ្មីត្រឹមតែ80ទៅ100បានណាបាទកុំដាក់លោភដូចខ្ញុំបាទហើយវាជាដែរដួងចាប់ពីអាយុ45ថ្ងៃបាទថាត្រូវលាងពោះយើងលាងពោះហូបទៅបើថាអត់លាងពោះយើងយកមកធ្វើមេពូជបានដូចនេះអីពេលខ្លះលឹះនេះលឹះសិតលឹះថ្ងៃតែយកមកដាក់មកហើយនេះអានៅសល់របស់យើងនេះបាទយកវាមកគ្របពីលើចេះបងប្អូនហើយតោះមកយើងយកគម្របបិទឲ្យចិត្តបាទហ៎កុំឲ្យមានធ្លាក់កុំឲ្យមានអីបងប្អូនហើយបិទឲ្យចិត្តដល់មាត់បើអត់បិទដល់ចិត្តដល់មាត់ទេគឺវាមានបញ្ហាវិញបាទខ្ញុំដាក់ចឹងមកបិទឲ្យចិត្តមកហើយគម្របរបស់យើងនេះកាត់ហើយយកអីធ្ងន់មកសកត់ហ្នឹងបងប្អូនមើលណាសកត់ធ្វើម៉េចឲ្យមាត់កញ្ចែងហើយនឹងមាត់កធន់យើងវាចិត្តណាបើមិនចឹងដួងវាចេញបានគឺខូចដួងហ្នឹងហើយ
អូខេវីដេអូហ្នឹងក៏រ៉ាយដល់តែប៉ុណ្្នឹងដែរបាទចង់ឲ្យបងប្អូនមើលដោយសារបងប្អូនដៃថ្មីបាទគាត់ទំទិញឈុតសាក់ដបងទៅឥឡូវគាត់ដល់វ័យប៉ុណ្ណឹងគាត់ថាចង់ធ្វើមេពូជបន្ថែមគាត់រកវីដេអូតែគាត់ថាពិបាកក្នុងការធ្វើឥឡូវអញ្ចឹងខ្ញុំធ្វើវីដេអូនេះសម្រាប់ឲ្យមើលតែម្ដងបាទអូខេហ្នឹងហើយកុំភ្លេចយកអីសកត់ណាបងប្អូនហ្នឹងហើយអរគុណច្រើនបាយបាយ